សួស្តីបងប្អូនទាំងអស់គ្នាបាទវិលមកជួបគ្នាម្ដងទៀតហើយតាក់ទងទៅនឹងការចិញ្ចឹមដួងត្នោតបាទហើយថ្ងៃនេះដែរខ្ញុំមានវិធីសាស្ត្រថ្មីស្រឡាងមួយដែលនឹងធ្វើការចែករំលែកទៅដល់បងប្អូនដែលគាត់ចង់ធ្វើការចិញ្ចឹមដួងត្នោតដែរណាអញ្ចឹងបងប្អូនអាចធ្វើតាមវិធីមួយនេះបានហើយបើបងប្អូនមិនទាន់បានជួយចុច Subscribe ឬក៏សញ្ញាជាវទេសូមបងប្អូនជួយចុចម្នាក់មួយផងណាបាទអរគុណហើយវិធីសាស្ត្រក្នុងថ្ងៃនេះគឺយើងធ្វើចំណីដួងធ្វើអំពីដើមអំពៅណាដែលយើងយកដើមអំពៅយកមកធ្វើចំណីដួងណាដើម្បីដាក់ដួងឲ្យវាបង្កើតកូនវាណាបាទអញ្ចឹងសូមបងប្អូនទស្សនាទាំងអស់គ្នាដូចតទៅណាអានេះគឺជាលទ្ធផលណាលទ្ធផលដួងដែលយើងធ្វើណាអញ្ចឹងជាដំបូងនោះយើងធ្វើការកាប់ដើមអំពៅនឹងជាដុំកំណាត់តូចមកដើមអំពៅប្រភេទអីក៏បានដែរដើមអំពៅយើងគៀបហូបទឹកហ្នឹងឬក៏អ្នកខ្លះគេហៅថាដើមអំពៅឫស្សីដែលរឹងណាតែឲ្យតែជាប្រភេទអំពៅយើងអាចយកមកធ្វើបានយើងធ្វើការកាប់ដើមអំពៅហ្នឹងទៅជាដុំចំណិតប្រវែងថ្នាំងដែរហ្នឹងណាដើម្បីយើងធ្វើងាយស្រួលក្នុងការលាយអញ្ចឹងបងប្អូនទស្សនាទាំងអស់គ្នាទៅដោយសារនៅខាងខ្ញុំនេះមានដើមអំពៅគេបោះចោលដូចថាគេលក់អត់កើតឬក៏វាខូចវាមានបញ្ហាស្វិតអីខ្លះអញ្ចឹងទៅគេបោះចោលទាំងបាច់អញ្ចឹងទៅយើងរើសយកមកធ្វើជាចំណីដួងរបស់យើងបានណាពីមុនយើងធ្លាប់តែធ្វើអំពីដាក់ចំណីដួងរបៀបយើងលាយអំពីផ្លែដូងសបកដូងហ្នឹងសបកដូងខ្ចីសបកដូងទុំពីស្វាយទុំពីផ្លែចេកអញ្ចឹងណាអញ្ចឹងតាមតំបន់ដែលយើងមានហ្នឹងគឺយើងច្នៃមកធ្វើបានដោយតំបន់ខ្លះគាត់សម្បូរទៅដោយដំឡូងមីក៏ដោយដំឡូងជ្វាក៏ដោយគឺយើងអាចចិញ្ច្រាំវាយកមកធ្វើបានតែដោយសារខាងខ្ញុំនេះអត់មានទេមានតែគេលក់អញ្ចឹងមានកាកដំឡូងហ្នឹងគឺយើងអាចយកមកធ្វើបានមិនចាំបាច់ថាដំឡូងល្អទេឲ្យតែជាប្រភេទដំឡូងគឺយើងអាចមកធ្វើបានឲ្យតែយើងគិតថាដួងវាអាចចោះអាចស៊ីបានគឺយើងអាចធ្វើបានហើយអ្វីដែលល្អបំផុតជាងគេនោះគឺធ្វើអំពីផ្លែចេកបាទធ្វើអំពីផ្លែចេកគឺដួងកកើតផលបានច្រើនប៉ុន្តែយើងពិបាកទិញគេព្រោះតំបន់ខ្លះអត់មានផ្លែចេកតែតំបន់ខ្លះគាត់អាចនឹងមានសម្បូរទៅដោយផ្លែចេកអញ្ចឹងណាបងប្អូនអាចធ្វើបានលាយដូចតែគ្នាទេគ្រាន់តែខុសអាហាររូបធម៌របស់វាហើយអញ្ចឹងឥឡូវហ្នឹងយើងមិនភ្លេចទេនៅផ្លែត្នោតទុំហ្នឹងដែលយើងសម្បាច់យកទឹកផ្លែត្នោតហ្នឹងដើម្បីយកមកលាយជាមួយនឹងជាមួយនឹងដើមអំពៅដែលយើងបានកាប់ច្រាំហ្នឹងព្រោះអីដួងត្នោតជាទូទៅវាស៊ីទៅដើមត្នោតដែលគេកាប់រំលំហើយហ្នឹងគឺវាទៅពងដាក់នៅក្នុងដើមត្នោតហ្នឹងវាកកើតជាដួងនៅក្នុងហ្នឹងហើយដល់ពេលយើងមានវិធីសាស្ត្រក្នុងការយកដួងមេដួងហ្នឹងយកមកចិញ្ចឹមដើម្បីកកើតនៅក្នុងកធនយើងតែម្ដងដើម្បីយើងងាយស្រួលក្នុងការចាប់យកមកធ្វើម្ហូបអញ្ចឹងណាហើយយើងនៅតែដាក់កន្ទក់ដូចមុនមកដែរយើងលាយកន្ទក់ប៉ុន្តែយើងលាយធ្វើវិធីបែបនេះយើងលាយកន្ទក់គឺត្រូវការខាប់ច្រើនជាងត្រូវការខាប់កាន់តែខាប់កាន់តែល្អបើយើងលាយជាមួយសបកដូងខ្ចីដែលយើងចិញ្ច្រាំកន្លងមកគឺយើងធ្វើលាយរបៀបរៀងរាវបន្តិចដើម្បីឲ្យវាជ្រាបចូលទៅក្នុងសាច់ដូងហ្នឹងគឺវាល្មមហើយតែយើងធ្វើអំពីដើមអំពៅនេះគឺយើងលាយវាឲ្យខាប់បន្តិច
đầm bấy ấy bị pro đau mỏng pơ và mình chìa trâu để tế cứ bị miền tập em bảo việc sắp nó không nằm bây giờ lia đã tập tràn page vì ai năng vừa ỏi đau mỏng pơ là những đắn tao chỉ chu mình chú với tao chỉ khôi chẳng dương đã mà là móm tập ở khắp rồi nó về để pi ngay cái đó việc hốt tập năng một hàng lớn vì sầm nam nòng đau mỏng pơ nó ọt ngồi để cứ nấu thầy thì bây giờ bây giờ đã tập trán ai năng nấu đọ tập nắng chú khôi nó mới khôi đàm chấm này đang thờ bình thì chứ dưng thôi cả dục đào một cỡ một đồng điệp nó còn thôn dương máu đã mà là mồm á giờ cũng đã tràn pích vị thi xa môi ní dương cũng vị thi xa môi ní đáy dương mình chăm bạch khắp đào một bầu clay vì thế của cái nào vì cho bóng đó cứ vì trâu ca nhỏ hay xi nó không năng ta nào vì xi bởi dương cặp clay với vì xi ở tới vì một bạn nó cả tranh việc lấy những cho cái lấy một tiệp của ấy đào một bầu tờ bông lái về rừng đấy còn đúng với ai xì sờ bọ bầu nâng ba này tại bởi đường thông vì ai xì bàn tại đường tốt dương thôi cả bởi về với là mày ở việc mua xì nông nâng tùm ròm ó cứ vì ai nâng thóm vì ai nâng khăm sờ bọ bầu nâng tranh một bàn rồi ní dương đua tụi dương đại lý cho mỗi tật thân nào tùm nắng dương đua hội đặc mà là mồm chẳng máu dương cô bia làm bầy ở chìa trâu từ đó càng còng cả đấy bờ sân địa bóng ôn trong chụp ball của bạn này dương ai chụp ball vì rồi sọc chẳng là hay dương chậm dương đua mà bao gì ấy đã bị lừa làm bầy còng vì không ai bị hụt ngột đó nè là bà dương ở đại chẳng tế vì ai đang ngốt về để cồn đuông card máu vì ở đại nấu tì tăng để ngột bàn thì chẳng biết trâu ca và mô rục riêng ởក្នុងកតុដែលយើងដាក់មានសំណើមហ្នឹងហើយយើងឧស្សាហ៍អ៊ុតមើលវាអញ្ចឹងណាបើសិនបើយើងដាក់អញ្ចឹងហើយ2 3ថ្ងៃក្រោយអីចឹងទៅ4ថ្ងៃក្រោយអញ្ចឹងទៅយើងលើកវាមើលថាតើវាស្ងួតសំណើមខ្លាំងអត់យើងបើសិនបើវាស្ងួតពេកយើងអាចថែមទឹកថ្នោតទុំហ្នឹងយើងអាចច្បាច់មកកធុននេះដាក់ថែមមកបោយឬក៏កែវពីកែវអញ្ចឹងណាក្នុងមកកធុនណាតាមសំណើមជាក់ស្ដែងព្រោះខែខ្លះខែប្រាំងខែខ្លះខែវស្សាអញ្ចឹងវាសំណើមវាអត់ទៀងដែរវាខ្លះធ្លាក់ខ្យល់អញ្ចឹងសំណើមក៏វាឆាប់ស្ងួតអញ្ចឹងដែរតែឥឡូវយើងទៅចាប់មេដួងមេពូជវាហ្នឹងយកទៅដាក់នៅក្នុងកធុនចំណីរបស់យើងដែលយើងលាយមិញហ្នឹងហើយនេះសិតតែជាមេដែលយើងបង្កាត់ដោយខ្លួនឯងណាក្នុងវីដេអូនៃការបង្កាត់ដួងគឺខ្ញុំធ្វើរួចហើយបងប្អូនអត់ទាន់បានមើលបងប្អូនអាចចូលទៅក្នុង channel រួចអូសទៅមើលចំណងជើងហ្នឹងទៅចុចទៅនឹងមានវីដេអូហ្នឹងឯងហើយនេះមេគឺក្លាហានណាយើងប្រហែលហ្នឹងហើអស់ចាប់ដាក់ឲ្យក្របបើយើងមិនចឹងទេវាហើអស់ហើយសូមបងប្អូនជួយចុច Subscribe ម្នាក់មួយផងណាបាទនៅពេលដែលខ្ញុំផុសវីដេអូក្រោយទៅគឺលោតជាដំណឹងប្រាប់បងប្អូនថាខ្ញុំមានវិធីថ្មីមួយទៀតហើយអញ្ចឹងបងប្អូនអាចចូលមើលបានវិធីសាស្ត្រថ្មីយើងចែករំលែកគ្នាទៅវិញទៅមកអញ្ចឹងទៅហើយនេះគឺយើងដាក់អញ្ចឹងមកដាក់ក្នុងមួយកធុនខ្ញុំដាក់8គូបានន័យថាមេ8ឈ្មោល8ក្នុងមួយកធុនដាក់6ក៏បាន7ក៏បាន8ក៏បាន9 10អីក៏បានដែរ
តែកុំដាក់ច្រើនលើសពី10ពេកព្រោះកាលណាចំណីយើងតិចយើងដាក់ច្រើនលើសពី10ពេកវាពងច្រើនកើតដួងមកវាអស់អីស៊ីវានាំឲ្យស៊ីគ្នាឯងទៅវិញទេវាខំគ្នាឯងស៊ីតែយើងអត់ដឹងទេតែវាខំតែពេលណាវាដើរច្រើនពេកនៅក្នុងកធុនវាដើរប៉ះគ្នាគឺវាខំគ្នាងាប់តែយើងអត់ដឹងទេវាស៊ីគ្នាវាអស់បាទសូមអរគុណចំពោះការទស្សនាវីដេអូពីដើមរហូតដល់ចប់សូមបងប្អូនជួបតែសំណាងល្អសុខភាពល្អទាំងអស់គ្នាបាទសូមអរគុណ